អតីតកម្មរបស់ប្រែតឈ្មោះអហិប្រែតទោសនៃការដុតកុដិរបស់ព្រះបច្ចេកពុទ្ធការព្រះសាស្តាទ្រង់គង់ក្នុងវត្តវេលុវ័នទ្រង់ប្ររពប្រែតដែលមានអត្តភាពដូចជាពស់មួយរូបត្រាស់នៅព្រះធម៌ទេសនានេះថាកម្មលាមកដែលជនពាលធ្វើហើយមិនតន់ឲ្យផលនោះក៏មានដោយទឹកដោះស្រស់ដែលមិនតន់ប្រែក្លាយក្នុងមួយរំពេចដូច្នេះបាបកម្មនោះតែងដុតបុគ្គលពាលដោយរងើកភ្លើងដែលបិទបាំងទុកក្នុងផេះថ្ងៃមួយព្រះមោគលាននិងព្រះលក្ខណៈថែបានចុះពីភ្នំកិច្ចកោฏដើម្បីបិណ្ឌបាតក្នុងក្រុងរាជក្រឹសបានឃើញអហិប្រែតបាននាំរឿងនេះមកទូលចំពោះព្រះមានព្រះភិក្ខព្រះអង្គទ្រង់ត្រាស់អំពីបព្វកម្មរបស់អហិប្រែតថាក្នុងអតីតកាលពួកជនអាស្រ័យក្នុងក្រុងពារាណសីសាងបណ្ណាសាលាទុកដើម្បីព្រះបច្ចេកពុទ្ធក្បែរឆ្នេរស្ទឹងព្រះបច្ចេកពុទ្ធនោះគង់នៅក្នុងបណ្ណាសាលានោះរមែងត្រាច់ទៅបិណ្ឌបាតក្នុងក្រុងជានិច្ចសូម្បីពួកអ្នកក្រុងពារាណសីក៏មានដៃកាន់សក្ការៈមានគ្រឿងក្រអូបនិងផ្កាកម្រងជាដើមទៅកាន់ទីបម្រើរបស់ព្រះបច្ចេកពុទ្ធទាំងព្រឹកទាំងល្ងាចបរិះអ្នកក្រុងពារាណសីម្នាក់អាស្រ័យនៅផ្លូវនោះព្យួរស្រែមហាជនកាលទៅកាន់ទីបម្រើព្រះបច្ចេកពុទ្ធតែងតែជន់ស្រែនោះទាំងព្រឹកទាំងល្ងាចសូម្បីអ្នកស្រែនោះហាមថាសូមពួកលោកកុំជន់ស្រែរបស់ខ្ញុំក៏មិនអាចហាមបានគ្រានោះអ្នកស្រែនោះបានគិតយ៉ាងនេះថាប្រសិនបើបណ្ណាសាលារបស់ព្រះបច្ចេកពុទ្ធមិននៅទីនេះសោតជនទាំងឡាយក៏មិនបានជន់ស្រែរបស់យើងដែរក្នុងកាលដែលព្រះបច្ចេកពុទ្ធចូលទៅបិណ្ឌបាតអ្នកស្រែនោះវាយបំបែកភាជនៈសម្រាប់ប្រើប្រាស់ហើយដុតបណ្ណាសាលាចោលព្រះបច្ចេកពុទ្ធឃើញបណ្ណាសាលាឆេះហើយក៏បានជៀសចេញទៅតាមសប្បាយមហាជនកាន់គ្រឿងក្រអូបការកម្រងមកឃើញបណ្ណាសាលាឆេះហើយក៏ពោលថាលោកម្ចាស់ដ៏ចម្រើនរបស់ពួកយើងនិមន្តទៅណាណសូម្បីអ្នកស្រែនោះក៏មកជាមួយនឹងមហាជនដែរឈរនៅកណ្ដាលមហាជននិយាយយ៉ាងនេះថាបណ្ណាសាលារបស់ព្រះបច្ចេកពុទ្ធនេះគឺខ្ញុំជាអ្នកដុតគ្រានោះជនទាំងឡាយនិយាយថាពួកលោកចូលចាប់ពួកយើងអាស្រ័យបរិះអាក្រក់នេះទើបមិនបានឃើញព្រះបច្ចេកពុទ្ធដូច្នេះហើយក៏វាយអ្នកស្រែនោះដោយគ្រឿងប្រហារទាំងឡាយមានដំបងជាដើមឲ្យដល់នៅការអស់ជីវិតក្រោយអំពីស្លាប់អ្នកស្រែនោះក៏កើតក្នុងអវិជ័យនរកដរាបដល់ផែនដីដោះបានកម្រាស់មួយយោជន៍ក្នុងពុទ្ធបាតកាលនេះកើតជាអហិប្រែតនៅនាភ្នំកិច្ចកោฏដោយផលកម្មដ៏សេសសល់